បងប្អូនពេលខ្លះជីវិតរបស់យើងតែងតែជួបការដើរដួលនិងបង្កើតកំហុសឆ្គងក្នុងការសម្រេចចិត្តដោយសារតែយើងទម្លាក់ខ្លួនឯងឲ្យទៅជឿជាក់លើប្រភពចំណេះដឹងតែម្ខាងការផ្អែកទៅលើអារម្មណ៍និងបទពិសោធន៍ដែលធ្លាប់បានឃើញពីមុនមកឬការជឿជាក់ជ្រុលទៅលើតែទ្រឹស្ដីគំនិតដែលគ្មានភាពបត់បែនអាចធ្វើឲ្យប្រព័ន្ធគិតរបស់យើងត្រូវខ្វាក់ម្ខាងនិងងាយរងការវាយលុកពីភាពមិនច្បាស់លាស់នៃពិភពលោកខាងក្រៅរបស់យើងនេះហើយវាក៏នឹងអាចធ្វើឲ្យយើងមានភាពខុសឆ្គងនិងការបាត់បង់លំនឹងផ្លូវចិត្តដែលជាហេតុផលយើងគួរតែងាកមកបែងចែកនិងបង្កើតតុល្យភាពរវាងពិភពចំណេះដឹងខុសគ្នានៃចំណេះដឹងដែលបានពីបទពិសោធន៍ហើយនិងចំណេះដឹងដែលបានពីតក្កវិទ្យាដើម្បីអាចឲ្យយើងមើលឃើញពិភពលោកមួយនេះបានគ្រប់ជ្រុងជ្រោយការបែងចែកឲ្យដាច់ស្រឡះរវាងចំណេះដឹងដែលកើតចេញពីវិញ្ញាណដឹងនៃបទពិសោធន៍របស់យើងហើយនិងចំណេះដឹងដែលកើតចេញពីប្រព័ន្ធតក្កវិទ្យាសុទ្ធគឺជាសោរគន្លឹះដ៏សំខាន់បំផុតសម្រាប់ភាពរឹងមាំក្នុងដំណើរជីវិតក្នុងសង្គមរបស់យើងនេះចំណេះដឹងដែលកើតចេញពីបទពិសោធន៍ជាក់ស្ដែងឬក៏យើងហៅវាថា empirical knowledge គឺផ្អែកទៅលើការសង្កេតនិងការដឹងឮតាមរយៈអ្វីដែលយើងបានឃើញបានឮនិងបានប៉ះពាល់ផ្ទាល់រីឯចំណេះដឹងដែលមិនមែនកើតចេញពីបទពិសោធន៍ឬយើងហៅវាថា non empirical knowledge ដូចជាគណិតវិទ្យាឬតក្កវិទ្យាសុទ្ធគឺផ្អែកទៅលើភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធគំនិតខាងក្នុងចិត្តរបស់យើងហើយនឹងច្បាប់វិន័យនៃហេតុផលខាងក្រៅដូច្នេះហើយទើបយើងដាច់ខាតត្រូវការប្រភពចំណេះដឹងទាំងពីរនេះរួមគ្នាដើម្បីដឹកនាំជីវិតយើងហើយនឹងការងាររបស់យើងឲ្យមានប្រសិទ្ធភាពខ្ពស់ពីព្រោះបើយើងពឹងផ្អែកទៅលើតែបទពិសោធន៍យើងនឹងអាចមើលរំលងនៅគំរូច្បាប់វិន័យដែលលាក់ខ្លួននៅខាងក្រោយវាហើយបើយើងពឹងផ្អែកទៅលើតែតក្កវិទ្យាយើងក៏អាចដាច់ឆ្ងាយពីតថភាពពិតក្នុងពិភពរូបវ័ន្តក្នុងសង្គមរបស់យើងនេះដូចគ្នាដែរការអនុវត្តភាពខុសគ្នាទាំងពីរនេះនៅក្នុងការរស់នៅជាក់ស្ដែងរបស់យើងគឺស្ដែងចេញតាមរយៈការបង្កើតតុល្យភាពរវាងចំណេះដឹងទាំងពីរនេះឲ្យបានល្អដែលវាប្រៀបបានទៅនឹងការផ្ដល់នៅវិមាត្រស៊ីជម្រៅមួយទៅឲ្យប្រព័ន្ធខួរក្បាលរបស់យើងគិតធ្វើបែបនេះគឺអនុញ្ញាតឲ្យបងប្អូនមានសមត្ថភាពមើលឃើញពិភពលោកជាលក្ខណៈ3វិមាត្រដោយចេះទទួលស្គាល់ការពិតជាក់ស្ដែងពីចំណេះដឹងទាំងពីរនេះនៅក្នុងសង្គមផងហើយនឹងចេះយល់ច្បាស់ពីគោលការណ៍ច្បាប់ដែលគ្រប់គ្រងការពិតទាំងពីរនេះផងតាមរយៈការរក្សាតុល្យភាពគំនិតបែបនេះបងប្អូនកំពុងតែកសាងគំរូចិត្តមួយដ៏រឹងមាំមានលំនឹងនិងគួរឲ្យទុកចិត្តបំផុតព្រមទាំងធានាថារាល់ការយល់ដឹងនិងការសម្រេចចិត្តនៅក្នុងជីវិតរបស់បងប្អូនគឺតែងតែឈរលើគ្រឹះមួយដ៏ច្បាស់លាស់នៅពេលដែលបងប្អូនយល់ច្បាស់អំពីតម្លៃនៃបទពិសោធន៍ហើយនឹងអំណាចនៃតក្កវិទ្យានោះបងប្អូននឹងលែងបណ្ដោយឲ្យការគិតរបស់ខ្លួនត្រូវលំអៀងទៅតែម្ខាងទៀតហើយការរស់នៅរបស់បងប្អូនក៏មិនពឹងតែលើការចាំតែសង្កេតមើលរឿងរ៉ាវខាងក្រៅឬការគិតតែទ្រឹស្ដីនៅក្នុងបន្ទប់បិទចិត្តទៀតដែរប៉ុន្តែបងប្អូននឹងមានសមត្ថភាពក្នុងការផ្សារភ្ជាប់ប្រភពទាំងពីរនេះឲ្យចូលគ្នាបានយ៉ាងល្អ